សូមជម្រាបសួរលោកគ្រូអ្នកគ្រូទាំងអស់គ្នាជាទីគោរពខ្ញុំបាទឈ្មោះឈួនរវីជាគ្រូបង្រៀនមកពីវិទ្យាល័យព្រះសីសុវត្ថិស្ថិតក្នុងកម្មវិធីសាលារៀនចំនួនថ្មីខ្ញុំបាទសូមធ្វើការចែករំលែកកម្មវិធីជំនួយមួយដល់ការបង្រៀននិងរៀនរបស់លោកគ្រូអ្នកគ្រូទាំងអស់គ្នាដូចតទៅគឺពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្មវិធី online stopwatch ដោយយើង random name ទៅតាមប្រភេទផ្សេងៗអញ្ចឹងចង់ដឹងថារបៀបនៃការប្រើប្រាស់កម្មវិធីនេះប្រព្រឹត្តទៅយ៉ាងដូចម្តេចសូមអញ្ជើញលោកគ្រូទាំងអស់គ្នាទស្សនាដូចតទៅបាទចាំជាដំបូងលោកគ្រូទាំងអស់គ្នាត្រូវប្រកាសថាកុំព្យូទ័ររបស់លោកគ្រូត្រូវបានភ្ជាប់ជាមួយអ៊ីនធឺណិតបាទរួចជាស្រេចហើយបន្តមកទៀតគឺលោកគ្រូចាំបាច់ត្រូវចូលក្នុងកម្មវិធី Google Chrome ដោយរបបคลิกលើវាមកនោះវានឹងឲ្យយើងធ្វើការភ្ជាប់ជាមួយនឹង email របស់យើងមួយណាក៏បានបាទចឹងដោយសារខ្ញុំមាន email 2ខ្ញុំសូមធ្វើការភ្ជាប់ជាមួយ email នេះចុះបាទចឹងពេលដែលភ្ជាប់ជាមួយ email បែបនេះហើយគឺវានឹងលោតបង្ហាញជាទម្រង់បែបនេះបាទនៅត្រង់កន្លែង search នេះគឺយើងវាយពាក្យ online stopwatch បាទចឹងដោយសារតែខ្ញុំធ្លាប់បានទាញម្ដងហើយចឹងវាលោតដោយអូតូតែម្ដងគឺកម្មវិធី onlinestopwatch.com ចឹងបាទតនេះគឺយើង enter មកបាទពេលដែលយើង enter វានឹងលោតបង្ហាញជាទម្រង់បែបនេះឲ្យយើងបាទបន្តមកយើងធ្វើការជ្រើសរើសបាទទៅតាមប្រភេទអ្វីដែលយើងចង់បានបាទចឹងដោយសារតែយើងពាក់ព័ន្ធទៅនឹងការជ្រើសរើសប្រភេទ random name អញ្ចឹងយើងធ្វើការចុចត្រង់កន្លែងនេះគឺ random name picker បាទហើយយើង scroll ចុះក្រោមមកនោះវានឹងបង្ហាញពីប្រភេទកម្មវិធី random name នៅក្នុង online stopwatch ជាច្រើនប្រភេទឲ្យយើងធ្វើការជ្រើសរើសទៅតាមតម្រូវការរបស់យើងដូចជាបើសិនជាយើងចង់បានជាទម្រង់ spin បែបនេះគឺយើងចុចលើវាមកបាទបើយើងចង់បានជាទម្រង់បែបនេះជាលក្ខណៈការតម្រៀបឈ្មោះដូចជាជាងបែបនេះក៏បានដែរបាទអញ្ចឹងឥឡូវខ្ញុំ scroll ចុះក្រោមមកទៀតហើយខ្ញុំធ្វើការជ្រើសរើសទម្រង់មួយបង្ហាញដល់លោកគ្រូទាំងអស់គ្នាអញ្ចឹងឥឡូវខ្ញុំ scroll ដល់ចំណុចក្រោមពាក់ព័ន្ធទៅនឹង animal name picker អញ្ចឹងខ្ញុំសូមធ្វើការជ្រើសរើសបាទទម្រង់មួយនេះចុះអញ្ចឹងយើងគាត់ទៅចុចលើវាបាទហើយយើងរងចាំបន្តិចឲ្យវាដំណើរការសិនបាទនោះវានឹងលោតឲ្យទៅតាមប្រការរបស់យើងបាទអញ្ចឹងពេលដែលបានទម្រង់បែបនេះហើយនៅត្រង់នេះកន្លែងរូបកងចាក់នេះបាទកន្លែង setting គឺយើងចុចលើវាមកបាទគឺវាលោតបង្ហាញជាទម្រង់បែបនេះបាទមាន name មាន number មាន picture ជាដើមអញ្ចឹងកន្លែង name គឺកន្លែងមានន័យថាកន្លែងយើងវាយឈ្មោះបញ្ចូលបាទវាយឈ្មោះបញ្ចូលអញ្ចឹងបើលោកគ្រូមានឈ្មោះសិស្សនៅក្នុងថ្នាក់បាទជាសោះមកគ្រូគាត់ copy ផាសកន្លែងហ្នឹងមកជាការស្រេចតែម្ដងបាទអញ្ចឹងឥឡូវខ្ញុំសូមធ្វើការពាក់ព័ន្ធទៅនឹងយកឈ្មោះសិស្សនៅក្នុងថ្នាក់មួយរបស់ខ្ញុំបាទមក copy ផាសនៅត្រង់កន្លែងនេះតែម្ដងបាទឧទាហរណ៍ថ្នាក់មួយ P1 នេះខ្ញុំធ្វើការ select ឈ្មោះសិស្សទាំងអស់ក្នុងមួយថ្នាក់នេះដោយដាក់បញ្ចូលក្នុងកម្មវិធីបាទ random name picker បាទអញ្ចឹងខ្ញុំ copy ហើយយកមកផាសបាទអញ្ចឹងមុននឹងផាសដោយលុបឈ្មោះស្រាប់នេះសិនហើយយើងផាសឈ្មោះសិស្សរបស់យើងជាក់ស្ដែងហើយយើង save បាទកន្លែងនេះយើងចុច save as បាទហើយយើងចុចសញ្ញាគ្រីសហ្នឹងបាទសញ្ញា text
បាទនោះវានឹង sell វិញបាទវាកំពុងតែ sell បាទអញ្ចឹងទទួលបានហើយគឺ get sell list យើងចុចលើវាមកបាទវាកំពុងតែដំណើរការបាទអញ្ចឹងបានហើយនៅត្រង់ click here អញ្ចឹងលោកគ្រូសូមធ្វើការចុចនៅត្រង់កន្លែងនេះមកបាទបានរួចស្រេចហើយបាទអញ្ចឹងខ្ញុំនឹងធ្វើការសាកល្បងបាទដោយ random name ឈ្មោះសិស្សជាមួយ P2 P1 វិញហ្នឹងឲ្យគ្រូទទួលមើលទាំងអស់គ្នាអញ្ចឹងនៅពេលដែលខ្ញុំធ្វើការបាទចុចលើវាបាទចុចត្រង់កន្លែងនេះអញ្ចឹងយើងរកឈ្មោះសិស្សណាម្នាក់បាទទៅតាមវាជ្រើសរើសឲ្យយើងបាទឧទាហរណ៍សិស្សឈ្មោះហេងសុមន្តាបាទអញ្ចឹងត្រូវបានបាទស្ទូចដើមបាទមានអត្រីត្រូវបានស្ទូចដល់សន្ទូចដើមអញ្ចឹងមិនថាឈ្មោះសិស្សហ្នឹងមានឱកាសក្នុងការឆ្លើយសំណួរឬក៏ធ្វើបទបង្ហាញឬក៏ធ្វើសកម្មភាពផ្សេងទៅតាមតម្រូវការរបស់លោកគ្រូជាក់ស្ដែងតែម្ដងទៅបាទអញ្ចឹងយើងចង់ remove បាទគាត់ចោលយើងចុចលើវាមកបាទហើយយើងបន្តទៀតជ្រើសសិស្សម្នាក់ទៀតអញ្ចឹងកម្មវិធីនេះមានអត្ថប្រយោជន៍ក្នុងការយើងជ្រើសរើសឈ្មោះសិស្សដោយចៃដន្យហើយវាមានអត្ថប្រយោជន៍ខ្លាំងដោយសារវាបង្កើតចំណាប់អារម្មណ៍បាទតេទីដល់សិស្សធ្វើឲ្យសិស្សនឹងមានបង្រួបប្រយ័ត្នទាំងអស់គ្នាមិនដឹងថាពេលដែលគ្រូធ្វើការជ្រើសរើសមិនដឹងថាចំនរណាទេអញ្ចឹងគាត់ត្រូវត្រៀមលក្ខណៈទាំងអស់សូមអរគុណសម្រាប់លោកគ្រូទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់និងទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលា